សួស្តីអ្នកនរគ្នាក្នុងវីដេអូនេះគឺខ្ញុំនឹងរៀនអ្នកនរគ្នាក្នុងការបង្កើត Telegram bot តាមពិតទៅ Telegram bot គឺវាមិនមានអីនិយាយសាញ៉ាំទេគឺយើងសរសេរកូដតែមកញឹកអញ្ចឹងដើម្បី start Telegram bot មុនគឺអ្នកនរគ្នាត្រូវតែច្បាស់ថាអ្នកនរគ្នាគឺបាន install នៅ Node.js ហើយអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់បាន install Node.js ទេអ្នកនរគ្នាអាចចូលទៅ search នៅក្នុង browser មកហើយយើង search Node.js មកតើមកយើងឃើញ website Node.js ហើយយើងចូលទៅ download Node.js តើមកអ្នកនរគ្នាគ្រាន់តែ click download មកនេះWindows install មកតើវានឹង download ទៅពេល download វិញអ្នកនរគ្នាគ្រាន់តែធ្វើការ install វាទៅនិចទៅគឺ install ចូលក្នុងកុំព្យូទ័រយើងហើយ Node.js នេះគឺជា JavaScript server នៅពេលដែលអ្នកនរគ្នា install Node.js ហើយ Node.js ហ្នឹងគឺ JavaScript ទេបើថាវាជា JavaScript មួយដែលសរសេរសម្រាប់ run G server អញ្ចឹងគេហៅថា Node.js អញ្ចឹងអ្នកនរគ្នាចូលមកកាន់ Telegram បន្ទាប់មក search ឈ្មោះថា bot folder នេះsearch bot folder មកបន្ទាប់មកអ្នកនរគ្នាចូលមកកាន់ bot folder ហើយ click open នេះយើងមាន menu នៅកន្លែងនេះពិសេសក៏ឃើញអញ្ចឹងដែរតោះមកអ្នកនរគ្នាអាច click ទៅលើនេះ create new bot តោះមកយើងឲ្យឈ្មោះទៅកាន់ bot របស់យើងចង់ដាក់ឈ្មោះអីគេខ្ញុំដាក់ថា bot node ដែលយើងមាន node bot មួយជិះដាក់ bot node តោះមក username ដាក់ bot node bot អ្នកនរគ្នាត្រូវចាំថា username គឺយើងត្រូវតែដាក់កន្ទុយ bot នៅពីក្រោយយើងទៅxem mấy chuyện đây giờ này biết là khác chung nhất có thể bot là bị còi bot nhưng bot là bị cái là ao gì chứ em sẽ đặt bot là bị còi tao mới click create bot tao mới ở phía mình kênh khi này nhẹ thật hành vía nữa chứ mình ở phía cái copy thật hành mùi tục rồi lạiនឹងអត់តែខិនហ្នឹងគឺយើងសម្រាប់ធ្វើការគ្រប់គ្រងទៅលើ bot ដល់យើងសរសេរ Node.js អញ្ចឹងខិនហ្នឹងគឺកុំឲ្យណាគេដឹងហើយនៅពេលដែលអ្នកទាំងអស់គ្នា build អ្នកអាចចុច revoke បែបនេះនៅពេលដែលគេដឹងថាខិនរបស់អ្នកទាំងអស់គ្នាហ្នឹងទៅខិនវិញអញ្ចឹងអ្នកខ្ញុំចុច revoke មកអញ្ចឹងថាខិនចាស់វានឹងខូចហើយវានឹងបង្កើតខិនថ្មីដល់អ្នកទាំងអស់គ្នាតែមកយើងគេ copy នឹងមកហើយមួយទៀតយើង copy ចូលទៅក្នុង bot របស់យើងផងនេះ bot របស់យើងយើងចូលមកទុកមកនេះគឺជា bot តែយើងអត់ទៅ start ឥឡូវយើងមើលការសរសេរកូដអញ្ចឹងយើងខ្ញុំដាក់ធំតិចអញ្ចឹងយើងធ្វើការ install Node.js ចូលទៅក្នុង project របស់យើងអញ្ចឹងយើងឲ្យ comment ថា npm init.y ហើយយើង enter មកហើយវាដាក់ full នេះវាដាក់ពេញនេះបន្ទាប់មកអ្នកនរគ្នាវាយ comment ដើម្បី install library របស់ Telegram សម្រាប់គ្រប់គ្រង Telegram bot ហ្នឹងយើងវាយថា npm install telegraph ហើយ enter មកតែមកដល់ពេញវានឹងឃើញ folder node module នេះហើយ node module បន្ទាប់មកអ្នកនរគ្នាធ្វើការ import import Telegraph នឹងចូលប្រើអញ្ចឹងយើងវាយមកទីតាំង constant មួយមកយើងអត់ត្រូវការកែតម្លៃទេអញ្ចឹងយើងប្រើ constant ហើយយើងធ្វើការវាយ Telegraph យើង import Telegraph យកមកពី Telegraph require យកមកពី Telegram បន្ទាប់មកយើងធ្វើការតាំង variable មួយសម្រាប់ដាក់ token របស់យើងហើយ token យើងគឺអត់ឲ្យមានការកែតម្លៃទេបើថាត្រូវផ្លាស់ប្ដូរនឹងមកនេះយើងដាក់ token យើងនៅនឹងមកតែមកយើងធ្វើការ pass token របស់យើងមកនេះចានេះជា token bot ខ្ញុំវា copy មកមុនហ្នឹងបន្ទាប់ពីបាន token ហើយយើងធ្វើការទៅបង្កើត bot គឺយើងតាំង variable bot new telegraph នេះយកអានេះមកប្រើនៅឡើយនេះយើងហៅ telegraph នឹងមកប្រើបន្ទាប់មកយើងធ្វើការដាក់ token ចូលអញ្ចឹងយើងនឹងបាន bot នេះមកប្រើអញ្ចឹង bot ដើម្បីប្រើ bot បានគឺអ្នកទាំងអស់គ្នាមាន comment អធិស្ឋានដោយសារស្អកកពេកអញ្ចឹងអ្នកគ្នាមាន comment មួយចំនួនដែលត្រូវចេះអញ្ចឹងយើងមានដូចជា comment bot យើងសរសេរ bot ហ្នឹងគឺ variable យកចេញពីនេះមកអញ្ចឹង bot នេះមាន token នេះស្មើនឹង bot មួយនេះ bot យើងនេះ bot នេះតបមកយើងធ្វើការដាក់ dot ហើយ start បានថានេះដល់ពេលដែលគេចាប់ដើម click start នេះអញ្ចឹង bot ហ្នឹងនឹងដើរមកបន្ទាប់មកយើងធ្វើការប្រកាសcallback function នៅក្នុងនឹងមួយហើយយើងត្រូវឲ្យ variable នៅឡើយនេះយើងចង់ឲ្យ variable ជាអីឥឡូវយើងឲ្យ variable ជា context ចេះទៅវាហៅថា context នេះជាងតាម variable context បន្ទាប់មកយើងឲ្យ callback function មកអញ្ចឹងនៅពេលដែល bot start តើយើងឲ្យអីអញ្ចឹងនៅពេលដែល bot start យើងមក reply ហ្នឹងដូចអ្នកគ្នា reply chat reply អី reply comment អញ្ចឹងយើងនឹងឲ្យ bot ហ្នឹង reply នៅពេលដែលគេចុច start អញ្ចឹងខ្ញុំទៅសេណា welcome to the bot យើងវិញឈ្មោះអីគេ bot node អូខេ bot node អញ្ចឹងនៅពេលដែលគេ start គឺខ្ញុំចង់ឲ្យ
bọt nốt nó replyแล้วก็ตัวเมาយើងធ្វើការ run bot របស់យើងព្រោះឥឡូវ click start ក៏អត់តនេះដែរយើងទៅ click start អត់តមានអីទេអញ្ចឹងយើងធ្វើការ run bot របស់យើងអញ្ចឹងដើម្បី run bot បានមុននឹង run គឺយើងមានកូដដាក់ bot dot run ដូចអាហ្នឹងដូចយើង run game នេះអញ្ចឹងណានេះបែបនេះបន្ទាប់មកអ្នកនរគ្នាធ្វើការចូលមកកាន់ terminal នេះឈ្មោះ file យើងអញ្ចឹងមែនអត់អញ្ចឹងយើងសរសេរដាក់ node dot clear ហើយសរសេរឈ្មោះ file យើងអាចសរសេរតែឈ្មោះ file ពី3អក្សរហើយយើងចុច tab មក វានឹងស្គាល់ file តែមកយើងចុច enter ចឹងបតយើងនឹង run នេះមួយទៀតដើម្បីបញ្ជាក់ថាបតយើង run យើងប្រើ console dot log ដើម្បី debug មើលផងហើយដឹងថាបត run អត់នេះយើងអត់ឃើញតែមានអីកើតឡើងទេអញ្ចឹងយើងដាក់យ៉ាង bot is running នេះអញ្ចឹងថាបតយើង run អត់អញ្ចឹងយើងធ្វើការ run របស់នឹងចាប់ថ្មីនេះហើយយើងចេញឲ្យបត run នេះទៅមកយើងសាកមកតែ start ម្ដងទៀតជាមួយនឹងបតរបស់យើងអ្នកគ្នាអាចសរសេរ slash ហើយសរសេរពាក្យ start ទៅមក enter welcome to node bot node អញ្ចឹងយើងចង់ដឹងថាច្បាស់អត់ថាវាចេញពីហ្នឹងយើងថែមមក bot node from delta នេះយើងចង់ដាក់អញ្ចឹងដើម្បីដាក់អញ្ចឹងយើងអាចមកកែណាយើងដាក់ start របស់វាមើលអត់មានអីទេធម្មតាទេអញ្ចឹងអ្នកនរគ្នាមិនភ័យអីហ្នឹងហ៎គឺអ្នកនរគ្នាគឺតែការ stop bot យើងឲ្យរ៉ាមកទៀតដោយយើងនឹងចុច control C យើងคลิกលើធម្មតាមួយហើយយើង control C បន្ទាប់មកយើងធ្វើការ run command ម្ដងទៀតអញ្ចឹងអីវានឹងដូរអញ្ចឹងយើងធ្វើការ start ម្ដងទៀត welcome to bot node from delta អញ្ចឹងហ្នឹងគឺ Telegram bot គឺ start អញ្ចឹងយើងមាន command អីទៀតអញ្ចឹងយើងមាន command មាន command សន្ទុះយើងមាន code អីទៀតអញ្ចឹងយើងមានធ្វើការទៅលើ bot command មក bot command គេឥឡូវយើងថា hello បានថានៅពេលដែលគេដាក់ slash ហើយពាក្យអីមួយគឺយើងនឹងឲ្យអានឹងដើរមកវិញតើដល់បង CTX ដូចគ្នាមកស្រួល context អូខេអញ្ចឹងអានេះស្មើនឹងនៅពេលដែលគេប្រើគេប្រើថា hello អញ្ចឹងនៅពេលគេដាក់ slash hello តែយើងចង់ឲ្យ bot យើង reply ថាម៉េចអញ្ចឹងយើងទៅមកយើងសេមក context យើងយក variable យើងមកតាំងមកនេះ dot reply យើងចង់ reply ថាម៉េច hello ណាគេអញ្ចឹងបើសិនជាយើងចង់មកមួយទៀតអញ្ចឹងអានេះគឺយើងត្រូវការ hello អីគេទៅអញ្ចឹងនេះគាត់ថា hello how are you អញ្ចឹងនឹងឲ្យ bot reply hello how are you នៅពេលដែល user គាត់ដាក់ slash hello អញ្ចឹងខ្ញុំសាកតាម bot ម្ដងទៀតនៅពេលដែលខ្ញុំដាក់ slash hello បែបនេះតើ bot យើងនឹង reply ខ្ញុំសាកឡើងYeah hello how are you តែពេលយើងដាក់ SL អញ្ចឹងណាញ៉ាត់អញ្ចឹងនៅពេលដែលអ្នកនេះដាក់ slash ដាក់ហើយ slash បែបនេះបានវាចេញចុះបើសិនជាយើងអត់ចង់ឲ្យដាក់ slash ចង់ឲ្យគេប្រើស្អី hello យើងធ្វើមិនបានគឺយើងធ្វើការប្រើកូដមួយទៀតគឺយើងហៅថា bot dot on ដើម្បីចាប់ text on ហ្នឹងគឺ on text អញ្ចឹង on text គឺឲ្យតែជា text ជាអក្សរចេញពី keyboard មកតែទាំងអស់គ្នាគឺជា text ហើយអញ្ចឹង bot on text នៅពេល bot on text គឺយើងនៅតែតាម variable ដដែលមកអាចកន្លែង variable ហ្នឹងតែក៏បានដែរតែយើងតែ CT អញ្ចឹងវាស្រួលបានថា context បន្ទាប់មកយើង call back function មួយមកតែមកយើងត្រូវការចាប់ថា user សរសេរអីមកយើងអញ្ចឹងយើងតាំងមក constant យើងតាំង constant គឺថាយើងអត់ចង់កែតម្លៃដែល user អស់មកទេយើងមិនអាចទៅកែតម្លៃគេបានទេយើងកែមិនកាត់មិនចឹងអញ្ចឹងយើងដាក់មក user take បានថាឲ្យតែពីណាក៏ដែល take ទៅកាន់ bot របស់យើងគឺយើងឲ្យគឺយើងចាប់តម្លៃហ្នឹងមកថាគេនិយាយអីហើយយើងនឹងឲ្យអីទៅគេវិញបន្ទាប់មកយើងសរសេរទៀតមក cth dot basic dot text គឺយើងចាប់ទៅលើ text បន្ទាប់មកយើងធ្វើការទៅ check គេ reply គេសរសេរថាម៉េចមកអញ្ចឹងមុននឹងទៅ check យើងចាំដល់សិនថាគេបាននិយាយអីមកកាន់យើងអញ្ចឹងយើង cth dot reply អញ្ចឹងយើងដាក់មក you take is បន្ទាប់មកយើងធ្វើការចាប់នេះមកមួយទៀតយើងចង់ទៅសេ format string យើងសេយើងទៅចាត់យើងស្រួលមកនេះ you take ទៅមកយើងដាក់ដុល្លារទៅមកយើងចាប់ user take ចូលមកអញ្ចឹងទៅពេលដែល user នេះអីយើងថា you take ពាក្យនេះ you take ពាក្យនោះយើងសែវហើយយើងធ្វើការ run មកទៀតអូខេអញ្ចឹងយើងនិយាយឲ្យដឹងថាតែយើងអាចចាប់តម្លៃបានអត់អញ្ចឹង
yêu thích hay người viết what is your name what is your name lấy dương trong chắc user sẽ mùi tiệm mùi ní dương trong reply ấy ưu thì họ if user take nhé kia sẽ thá to I love you vậy phải là thích đến mà I love you ní tại dưới I bot bằng dưới reply ấy kì cái những gì nào đấy dot reply và xin cái gì I love you với I reply thằng ấy I love you too chứ nó phải là cái gì I love you cái gì I reply thá I love you too nhưng dương thì cả sáu hay dương mà làm hoặc dương làm việc thành xí hay như này mà làm việc mất tới mau dương xả đây sẽ dương sẽ I love you mà I love you mình sẽ mất I love you too thì chính các cái bot dương cứ admin này vào đấy easy bên đó chính dương trong ai đặt slash bị một chữ cái dương thành từ sẽ bên đó bị chạy nhẹ rồi tao máu ai thấy chữ cái thì sẽ ấy trên đường này easy chính mình đổ vào nhôm để thêm bot nữa cứ như là bên tịch và xin chính là tao nghe user sẽ người rồi cái tập pi là thì viên hai tại sao tại ní cứ nhôm mở cứ vô vi ở viên các bài tịch chính dương như tập bên này tập như này thế trong những copy đã cho được Telegram group và xin chào các bạn chọn Telegram group mà để muốn thấy up